แต่បើឯងហ៊ានដើរបោកប្រាស់ទៀតយើងនឹងមកចាត់ការឯងម្ដងទៀតទៅយើងមេឃកំពុងតែមានទុកសោកអូឈឺថ្នមដៃបន្តិចបានទេសំមុខហើយអើយយើងធ្លាប់ប្រាប់ហើយថាទោះជាយ៉ាងណាក៏ដោយការងារនេះទៅមិនរួចទេញញឹមតែមានស្អីល្អបានប្រយោជន៍ស្អីខ្លះទៅខ្ញុំនិយាយរឿងដើរប្រមូលទោះមានតួនាទីតូចតាចនៅក្នុងការសម្ដែងលើកនេះឯងត្រឡប់ទៅរៀនវិញទៅជប់គិតពីរឿងនេះទៀតភាពរញ៉េរញ៉ៃជាអ្វីប្រដាល់ជាការងារពេញមួយជីវិតរបស់ប៉ាខ្ញុំដូច្នេះចង់ឲ្យខ្ញុំឈប់ពេលនេះវាពិបាកណាស់ម្យ៉ាងបានមិនធ្វើបានលុយឯណាសងបំណុលជប់ប្រាប់ហើយថាខ្ញុំមានផែនការហើយត្រឹមតែមួយខែខ្ញុំនៅរលុយសងនេះស្មើនឹង1ឆ្នាំតើគូអស់សំណើទេ1ឆ្នាំអាយុបន្តិចសាក់លេងហ្គេមនេះទេពេលខ្លះអាចនឹងមានសង្ឃឹមខ្លះតើហ្គេមស្អីទៅប្រាប់ខ្ញុំសិនមកបានពួកខ្ញុំទៅវិញមិនអីទេមែនទេគឺថាគឺលោកត្រូវការថ្លៃឈ្នួលមែនទេលោកក៏ឃើញដែរថ្ងៃនេះមានរឿងអីពួកខ្ញុំមិនបានលុយដូចគ្នាខ្ញុំនឹងឲ្យលេខទូរស័ព្ទនឹងអាសាថាផ្ទះខ្ញុំប្រហែលថ្ងៃទៀតលោកមកយកលុយបានតោះចិត្តចុះនេះជាឯកសារធានាឆៃអ៊ីគឺខ្ញុំបើមិនតោះចិត្តអាចថតរូបជាមួយអត្តសញ្ញាណប័ណ្ណដើម្បីធានាបានអីទេខ្ញុំគ្មានន័យបែបហ្នឹងទេมันសំខាន់ទេព្រោះខ្ញុំត្រូវតែធ្វើវាអាចជួយដូចខ្ញុំសុំបើកលុយបុតបានអត់ព្រេះផ្នះមែនឯងធ្វើខ្លួនដូចជាជនពីលបែបនេះមិនល្អទេថែមទាំងរលុយមិនបានទៀតមានឱកាសបានលកម៉ងសាយល្អហើយខ្ញុំនៅទីនេះ1ឆ្នាំជាងតែមិនធ្លាប់ឃើញការលកម៉ងសាយទេអញនិយាយត្រង់ហើយបើសិនជាពួកយើងមិនអាចលុតម៉ងសាយនៅសៀងហៃនេះបានទេពួកយើងអាចទៅរកកន្លែងផ្សេងទៀតបានតើយ៉ាងម៉េចដែរបានន័យថាម៉ងសាយនៅសៀងហៃមិនទាន់មានទីផ្សារទេកម្លាំងពួកយើងនឹងខ្លាយទៅជាផ្លូវមាសប្រាក់ជាបង្អួចមើលឃើញដល់ហាងជើដល់ពេលនោះលោកនឹងបានលុយច្រើនជាងប៉ៃស៊ូចិនហើយមិនក៏សាំញ៉ាំច្រើនម្ល៉េះជាចាំឆ្នាំនេះប៉ៃស៊ូចិននិងសៀវម៉ាកើក៏ដាក់ឱកាសនៅសៀងហៃសម័យកាលថ្មីក៏ចាប់ផ្ដើមដែរតើអាចជាហ្វុងឆឹងនិងឈូវឈឺដែរទេដូច្នេះហើយការតាមរកប៉ៃស៊ូចិនគឺជារឿងល្អបំផុតចាប់ទៅរកការងារធ្វើសិនទៅខ្ញុំប្រាប់ពួកឯងណាខ្ញុំបានមើលហុងស៊ុយនៅលើប្រតិទិនហើយដូច្នេះហើយខ្ញុំធានាថាពួកយើងប្រកាសជាបានជោគជ័យវាមិនល្អដូចឯងគិតទេនៅក្នុងទីក្រុងមានឱកាសច្រើនអាឡូម៉ាបាទដឹងហើយមានគ្រប់គ្រាន់សុំទូកន្លែងធ្វើម្ហូបនៅទីនេះឆ្កែឆ្មាក៏មានដែរថ្ងៃនេះពួកខ្ញុំចេញទៅធ្វើការក្រៅម៉ោងយប់ល្អជាងស្ងោរមាត់ជាមួយសិតច្បងឆ្កញ់បាទ